បងប្អូនថ្ងៃនេះមកសាករសជាតិមីជូហិលទាំងអស់គ្នាបងប្អូនមីជូហិលយើងមាន3រសជាតិសាច់គោរសជាតិគ្រឿងសមុទ្រនិងរសជាតិសាច់ខុបមុខបងប្អូនហើយយើងមកចាប់ផ្ដើមភ្លក់ទាំងអស់គ្នាហើយនឹងរបៀបធ្វើនេះយើងមានមីជូហិលយើងហើយដាក់ចូលឆ្នាំងមីហិលមកហើយយើងដាក់ផ្សិតម្ជុលហើយមានតកួនមានស្ពៃទឿហើយនឹងត្រពាំងជូរបងប្អូនត្រពាំងជូរហ្នឹងឆ្ងាញ់ជាងគេបងប្អូនហើយមានផាត់សាច់គោមានពពុះសណ្ដែកហើយនឹងមានសាច់គោមានគ្រឿងសមុទ្រអានេះសាច់ខុបមុខបងប្អូនហើយសាច់ខុបមុខហ្នឹងមួយចាន 15,000 បងប្អូនហើយយើងដាក់ទឹកធម្មតាយើងចំនួន500 ml ហើយកុំភ្លេចដាក់សណ្ដែកដីហើយនឹងទឹកស៊ុបមីជូហិលរបស់យើងមកហើយមីជូហិលរបស់យើងមានដល់10កម្រិតបងប្អូនចង់បានកម្រិតប៉ុន្មានក៏មានដែរបងប្អូនកុំភ្លេចម្សៅរសជាតិទាំងអស់គ្នាហើយចុងក្រោយយើងដាក់ជីហើយនឹងម្ទេសកម្រិតយើងហ្នឹងចូលក្នុងហ្នឹងទៅហើយយើងមកភ្លក់ទាំងអស់គ្នាបងប្អូនមានរសជាតិជូរហិលប្រៃផ្អែមឆ្ងាញ់មែនតើមីជូហិលនេះមួយត្រពាំងហ្នឹងវារៀងជូរវាចាប់ជាតិគ្នាបងប្អូនហើយបងប្អូនទីតាំងនៅទល់មុខរោងចក្រចំណីសត្វអឹមភិកគីឡូ157បងប្អូនអាចមកសាករសជាតិបានទាំងអស់គ្នាអរគុណ